ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះឃើញបើកវីដេអូមកឃើញកំពុងញ៉ាំអ្វីហើយចាគឺជាណែមឆៅឥឡូវនេះយើងទៅចាប់ផ្ដើមធ្វើទាំងអស់គ្នាគ្រឿងផ្សំរបស់ខ្ញុំមានដូចជាសាច់ជ្រូក3ជាន់ស្ងោរនំបញ្ចុកសណ្តែកបណ្ដោះត្រសក់សាឡាត់និងជីឥឡូវនេះកូនពៅឲ្យកូនពៅវិច1 2សាកមើលព្រោះអីគេចង់ញ៉ាំចាប់ផ្ដើមវិចហើយខ្ញុំសួរថាចាស់មីណាកូនឯងដាក់អីខ្លះហ្នឹងចាស់មីណាដាក់តែនំបញ្ចុកសាឡាត់ត្រសក់ហើយនឹងសណ្តែកបដោះកូនខ្ញុំអត់ចូលចិត្តញ៉ាំសាច់ទេគេដាក់តែបន្លែនឹងឯងចាគេចាប់ផ្ដើមមូហើយបត់វាសងខាងចូលមកគេថាម៉ាមីដូចជាមិនសូវស្អាតទេម៉ាមីថាមិនអីទេបត់មកកូនមិនអីទេប៉ុណ្ណឹងហ៎ទីមិនតអីក្រាន់បើតាមិនតអន់អីម៉ានលោកិសាធ្វើមួយទៀតធ្វើមើលទៀតឲ្យចង់ឲ្យបានស្អាតជាងនឹងទៀតធ្វើមកកូនបងគេមកលោធ្វើមុខធ្វើមាត់អីណាយគេអៀនគេណាឥឡូវខ្ញុំចូលមកវិចម្ដងវិចមកមិនធ្វើយើងដាក់ជ្រលក់វាទឹកក្តៅឲ្យវាទន់យើងដាំទឹកឲ្យពុះមកជ្រលក់ទឹកក្តៅទៅវាលឿនលក់តែមួយភ្លុកគឺវាទន់លឿនចាប់ដើមវិចវាถ้าចេញមកពីធ្វើការនឹងក្លៀនដល់ភ្លាមពុកប៉ាក់ធ្វើឲ្យលះបានញ៉ាំថាខ្ញុំចង់ញ៉ាំហើយគឺចេញមកគឺត្រូវតែធ្វើភ្លាមឲ្យបានញ៉ាំមិនអស់ចិត្តមិនចឹងទេគឺថាគេងក្លៀននៅនឹងឯងបើមិនបានធ្វើមិនអស់ចិត្តទេត្រូវតែធ្វើញ៉ាំភ្លាមពេចមួយហើយមួយទៀតរហូតដល់តែអស់បន្លែអស់សាច់នឹងបដ ாய் ទិញសាច់ជ្រូកមកថ្ងៃមុនច្រើនពេកគិតគូធ្វើអីខ្លះគឺពុកថាចង់ស្ងោរវាខ្លះទៅជ្រលក់ទឹកត្រីទឹកស៊ីអ៊ីវអីក៏បានដែរឃើញនៅសល់ខ្ញុំក៏ចាត់ការវិចណែមខ្លះទៅគឺខេណែមខ្ញុំវិចបានប៉ុណ្ណឹងឯងមានសាច់មានបន្លែបង្ហើយអស់ហើយមូបានប៉ុណ្ណឹងឯងគឺញ៉ាំតោមតែចង់អស់ប៉ុណ្ណឹងតែឯងគឺថាក្លៀនខ្លាំងពេកឆ្ងាញ់ណាស់នេះណាណែមរបស់ខ្ញុំឆ្ងាញ់ជាមួយសាច់ជ្រូក3ជាន់នេះគឺជាគ្រឿងទឹកជ្រលក់របស់វានេះខ្ញុំលាយ3មុខនឹងចូលគ្នាមុខតិចមកយើងថែមក្រូចឆ្មាបន្តិចទៅហើយដាក់ទឹកសាបយើងលាយបន្តិចទៅគឺថាឆ្ងាញ់តែហ្មងហើយញ៉ាំចាប់ដើមញ៉ាំនេះញ៉ាំអស់4 5តឯងណាបងប្អូនគឺថាឆ្ងាញ់ជក់មាត់ពេកឥឡូវអត់ចូលចិត្តទឹកត្រីទេចូលចិត្តធ្វើទឹកនឹងឯងញ៉ាំឆ្ងាញ់ហូបជក់មាត់អូខេវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងសូមអរគុណជម្រាបលាខុសត្រូវត្រង់ណាត្រង់ណីអីកុំប្រកែកប្រកាន់អីបងប្អូនបាយ